បើព្រះយេស៊ូវគ្រីស្ទព្រះអង្គត្រូវការព្រះអង្គបានបំពេញដោយព្រះវិញ្ញាណរបស់ព្រះដើម្បីធ្វើបេសកកម្មរបស់ព្រះហើយពួកសិស្សគេត្រូវការបជាស្ដារមកពីព្រះដើម្បីបំពេញបេសកកម្មឋានសួគ៌ចុះទម្រាំយើងទាំងអស់គ្នាតែយើងត្រូវការដែរទេចាជាដំបងសូមជម្រាបសួរបងប្អូននៅក្នុងក្តីស្រឡាញ់នៃព្រះខ្ញុំនឹងអានព្រះគម្ពីរអេសាយជំពូក45ខ22ដល់ខ25អស់អ្នករស់នៅទីដាច់ស្រយាលនៃផែនដីអើយចូលនាំគ្នាបែរមករកយើងនឹងសង្គ្រោះអ្នករាល់គ្នាត្បិតយើងជាព្រះជាម្ចាស់ក្រៅពីយើងគ្មានព្រះជាម្ចាស់ណាទៀតទេអ្វីដែលយើងនិយាយចេញមកសុទ្ធតែជាពាក្យសច្ចៈមិនអាចប្រែក្រឡាស់បានឡើយយើងសូមប្រកាសយ៉ាងអឡារឹកក្នុងនាមយើងផ្ទាល់ថាមនុស្សលោកទាំងអស់នឹងក្រាបថ្វាយបង្គំយើងហើយមនុស្សគ្រប់ភាសានាំគ្នាសច្ចាថានឹងគោរពបម្រើយើងដោយស្មោះគេនឹងពោលថាមានតែព្រះអង្គម្ចាស់មួយព្រះអង្គទេដែលមានព្រះハរតីស្មោះស្ម័គ្រនិងមានព្រះចេស្តារីឯអស់អ្នកដែលបានប្រឆាំងព្រះអង្គនិងមករកព្រះអង្គទាំងអាម៉ាស់ពូជពងអ៊ីស្រាអែលទាំងមូលនឹងបានសុចរិតហើយខ្ពស់មុខដោយសារព្រះអង្គម្ចាស់បន្ទាប់ខ្ញុំនឹងអានព្រះគម្ពីរលូកាជំពូក4ព្រះគម្ពីរលូកាជំពូក4ខ14ដល់ខ24ព្រះយេស៊ូវយាងត្រឡប់ទៅស្រុកកាលីលេវិញប្រកបដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណព្រះនាមព្រះអង្គឮល្បីល្បាញពាសពេញតំបន់នោះព្រះអង្គបង្រៀនអ្នកស្រុកក្នុងសាលាប្រជុំគេសរសើរដំកើងស្រីរុងរឿងព្រះអង្គគ្រប់គ្នាព្រះយេស៊ូវយាងទៅភូមិណាសារ៉េតជាភូមិដែលព្រះអង្គគង់នៅកាលពីកុមារនៅថ្ងៃសម្បត្តិព្រះអង្គយាងទៅសាលាប្រជុំតាមទម្លាប់របស់ព្រះអង្គក្រោកឈរឡើងដើម្បីអានគម្ពីរគេបានយកគម្ពីររបស់ព្យាការីអេសាយមកថ្វាយព្រះអង្គបើកគម្ពីរត្រង់បទគម្ពីរមួយដែលមានចែងថាព្រះវិញ្ញាណរបស់ព្រះអង្គម្ចាស់សន្ធិដ្ឋលើខ្ញុំព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំដោយនាំដំណឹងល្អទៅប្រាប់ជនក្រីក្រព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ជនជាប់ជាឆ្លើយថាគេនឹងមានសេរីភាពហើយប្រាប់មនុស្សខ្វាក់ថាគេនឹងមើលឃើញវិញព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិនព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះអង្គម្ចាស់សម្ដែងព្រះハរតីមេត្តាករុណាលុះអានចប់ហើយព្រះយេស៊ូវបិទគម្ពីរប្រគល់ទៅអ្នកថែរក្សារួចទ្រង់គង់ចុះវិញមនុស្សគ្រប់រូបនៅក្នុងសាលាប្រជុំសម្លឹងមើលព្រះអង្គព្រះយេស៊ូវមានព្រះបន្ទូលថាហេតុការណ៍ដែលមានចែងទុកក្នុងគម្ពីរដោយអ្នករាល់គ្នាទៅនឹងស្ដាប់អំបាមិញបានសម្រេចជារូបរាងនៅថ្ងៃនេះហើយឮដូច្នេះគេសើចសរសើរព្រះយេស៊ូវគ្រប់គ្នាទាំងនឹកឆ្ងល់អំពីព្រះបន្ទូលប្រកបដោយព្រះハរតីប្រណីសន្តោសដែលហូរចេញពីព្រះអស់របស់ព្រះអង្គគេពោលថាអ្នកនេះមិនមែនជាកូនជាងរបស់ជាងយូសែបឬទេព្រះយេស៊ូវមានព្រះបន្ទូលទៅគេថាប្រហែលជាអ្នករាល់គ្នាចង់យកសុភាសិតដែលចែងថាគ្រូពេទ្យអើយចូលមើលជំងឺខ្លួនឲ្យជាសិនទៅមកចាញ់ខ្ចាលខ្ញុំទេដឹងឬមួយអ្នករាល់គ្នាចង់និយាយមកខ្ញុំទៀតថាយើងឮគេនិយាយអំពីកិច្ចការទាំងអស់ដែលអ្នកធ្វើនៅស្រុកកាពឺនឹមចូលធ្វើការដដែលនៅទីនេះជាស្រុកកំណើតរបស់អ្នកឲ្យយើងឃើញផងព្រះអង្គមានព្រះបន្ទូលទៀតថាខ្ញុំសូមប្រាប់ឲ្យ
អ្នករាល់គ្នាដឹងច្បាស់ថាមិនមែនមានព្យាកាត់មិនដែលមានព្យាការីណាម្នាក់ត្រូវគេគោរពនៅក្នុងស្រុកកំណើតរបស់ខ្លួនឡើយនេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ អរគុណបងស្រីបានអានព្រះបន្ទូលសម្រាប់យើងនៅពេលព្រឹកនេះអរគុណបងដល់ពេលវេលាដែលយើងទទួលព្រះបន្ទូលរបស់ព្រះអង្គជាមួយគ្នានៅពេលនេះបាទសូមបានសម្រុំចិត្តជាមួយគ្នាយើងអធិដ្ឋានជាមួយគ្នាសូមព្រះវិញ្ញាណបរិសុទ្ធបង្ហាត់បង្រៀនយើងឲ្យមានបន្ទូលមកកាន់យើងនៅពេលវេលាពេលព្រឹកនេះព្រះបិតាយើងខ្ញុំអរគុណព្រះអង្គផងហើយនៅពេលនេះ យើងខ្ញុំមកដើម្បីក្រាបថ្វាយគុំព្រះអង្គព្រះអង្គអត់ទូបាបឲ្យយើងខ្ញុំជំនឿសើព្រះអង្គយើងថ្វាយគុំព្រះអង្គដល់ពេលវេលានេះព្រះអង្គហើយទូគុំយើងខ្ញុំមកទទួលព្រះបន្ទូលព្រះអង្គនៅពេលព្រឹកនេះសូមមានបន្ទូលមកកាន់យើងខ្ញុំគ្រប់គ្នានៅពេលព្រឹកនេះព្រះអង្គហើយកុំសូលដួងចិត្តរបស់យើងខ្ញុំកែតម្រង់ចិត្តរបស់យើងខ្ញុំគ្រប់គ្នាឲ្យទៅតាមព្រះបន្ទូលរបស់ព្រះអង្គខ្ញុំថ្វាយពេលវេលានេះចំពោះព្រះអង្គនៅព្រះនាមរបស់ម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទ គុណព្រះអង្គដែលខ្ញុំនាំព្រះបន្ទូលនៅពេលព្រឹកនេះដែរនៅក្នុងព្រះគម្ពីរលូកាចំពុកទី14ចំពុក4ខ14ដល់ខទី24បាទធានបទនៃព្រះបន្ទូលព្រឹកនេះអាការបំពេញដោយព្រះវិញ្ញាណដែលខ្ញុំអរគុណព្រះអង្គដែលមានបទគម្ពីរនេះនៅក្នុងអាទិត្យនេះថាវានៅក្នុង lectionary មានបទគម្ពីរហ្នឹងនៅកន្លែងនោះហើយជាអ្វីមួយដែលចិត្តរបស់ខ្ញុំចង់ចែករំលែកពីការនោះទៅកាន់បងប្អូនទាំងអស់គ្នានៅទីនេះដែរបាទ អូនយល់ពីកន្លែងនេះដែរការបំពេញដោយព្រះវិញ្ញាណមានន័យថាយើងពេញដោយវត្តមានរបស់ព្រះយើងពេញដោយព្រះនៅក្នុងយើងបាទហើយខ្ញុំយល់ថាការដែលបំពេញការដែលជាមួយចូលនៅក្នុងព្រះវិញ្ញាណរបស់ព្រះណាវាជារឿងដ៏សំខាន់សម្រាប់យើងជាអ្នកជឿអូនយល់អញ្ចឹងអត់ទេឲ្យស្ដាប់ព្រះបន្ទូលព្រះអង្គជាមួយគ្នាបាទដើម្បីឲ្យយើងអាចទទួលបានបជាស្ដាធ្វើបន្ទាល់អំពីព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទទៅកាន់លោកីបណ្ដាំព្រះយេស៊ូវចុងក្រោយគេអូនអ្នកគ្នា បណ្ដាំចុងក្រោយគេដែលព្រះយេស៊ូវផ្ដាំមកកាន់រាជរបស់ព្រះអង្គហើយមកកាន់យើងដែរតែជាអ្វីបណ្ដាំចុងក្រោយគេណាព្រះយេស៊ូវផ្ដាំថាចូលអ្នករាល់គ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់បាទហើយបន្ទាប់មកព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងឡើងទៅឋានសួគ៌វិញនេះជាមហាបេសកកម្មដ៏ធំ 2000 ជាងឆ្នាំមុនហើយដែលព្រះអង្គបានផ្ដាំមកកាន់សិស្សព្រះអង្គហើយក៏ផ្ដាំមកកាន់យើងទាំងអស់គ្នាដែរ មហាបេសកកម្មធំនេះបើសិនជាយើងពឹងកម្លាំងខ្លួនឯងបងប្អូនគ្នាយើងមិនអាចធ្វើទៅរួចទេវាមិនអាចទៅរួចតែម្ដងក៏ប៉ុន្តែយើងត្រូវការកម្លាំងឬមួយក៏បច្ចេស្តាដែលមកពីព្រះទើបយើងអាចទៅរួចបានបើសិនជាយើងចង់រស់នៅយើងរស់នៅជីវិតធម្មតាអត់បំរើកិច្ចការងារព្រះបំរើគូបំណងឋានសួគ៌ទេយើងអត់បាច់ត្រូវការបច្ចេស្តាមកពីព្រះទេយើងពឹងកម្លាំងខ្លួនឯងទៅប្រហែលអាចធ្វើបានហើយខំរៀនខំសូត្រទៅក៏ប៉ុន្តែបើសិនជាយើងចង់រស់នៅ ជីវិតដែលបំរើបេសកកម្មឋានសួគ៌បំរើគោលដៅឋានសួគ៌គោលបំណងឋានសួគ៌យើងត្រូវការបច្ចេស្តារបស់ព្រះជាម្ចាស់ហើយយើងចង់រស់នៅក្នុងជីវិតដែលមានជ័យជំនះនៅលើផែនដីនេះយើងត្រូវការបច្ចេស្តានៃព្រះវិញ្ញាណបរិសុទ្ធព្រះអង្គយើងត្រូវការហើយសំណួរសួរថាតើយើងអាចទទួលបានបច្ចេស្តាដោយរបៀបណាឥឡូវយើងមើលពិចារណាជាមួយគ្នានៅក្នុងព្រះបន្ទូលខ្លះគ្រប់បណ្ដប់ទៅលើប្រធានបទមួយនេះបាទ នៅក្នុងទី1បាទមុនពេលដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គដែលធ្វើចាប់ផ្ដើមបេសកកម្មរបស់ព្រះនៅក្នុងព្រះគម្ពីរបានប្រាប់ថាព្រះយេស៊ូវគ្រីស្ទបានខ្ញុំអានឲ្យបន្តិចថាម៉េចដល់ពេលដែលបណ្ដាជនទាំងអស់គេទទួលពិធីជាមួយទឹករួចហើយព្រះយេស៊ូវគ្រីស្ទព្រះអង្គក៏ទទួលពិធីជាមួយទឹកដែរហើយនៅពេលដែលព្រះអង្គកំពុងតែអធិដ្ឋានស្រាប់តែផ្ទៃមេឃបើកចំហហើយព្រះវិញ្ញាណបរិសុទ្ធ ដល់វិសុទ្ធយើងចុះមកហើយមានរូបរាងដូចជាសត្វព្រាបសន្ធិដ្ឋលើអង្គទ្រង់ហើយមានលឺសំឡេងប្រសូរសៀងពីលើមេឃមកថាព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើងគប់នឹងព្រះអង្គណាស់បាទព្រះយេស៊ូវគ្រីស្ទបងប្អូនទាំងគ្នាព្រះអង្គប្រសូតមកដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធព្រះអង្គហើយនៅពេលកន្លែងនេះមុនពេលដែលព្រះអង្គចាប់ផ្ដើមធ្វើបេសកកម្មរបស់ព្រះអង្គក៏ទទួលពិធីជាមួយទឹកដូចយើងដែរបាទហើយសូមមើលកន្លែងខពីនេះមិញប្រាប់ថាម៉េចទ្រង់ក៏បានបំពេញដោយព្រះវិញ្ញាណរបស់ព្រះបាទបំពេញដោយព្រះវិញ្ញាណរបស់ព្រះ
ព្រះយេស៊ូវគ្រីស្ទព្រះអង្គទទួលការចាក់ប្រេងតាំងបើយើងដែលមើលក្នុងខ2ដែលបងស្រីបានអានអំបញ្ញព្រះយេស៊ូវគ្រីស្ទបានទទួលការចាក់ប្រេងតាំងឲ្យពេញដោយអំណាចនៃព្រះវិញ្ញាណហើយក៏ចាប់តាំងធ្វើពន្ធកិច្ចធ្វើបេសកកម្មរបស់ព្រះប្រកាសដំណឹងល្អប្រោះអ្នកឈឺឲ្យបានជាឲ្យដោះមនុស្សដែលអរិយសង្កត់សង្កិនឲ្យមានសេរីភាពត្បិតព្រះគង់នៅជាមួយព្រះម្ចាស់ព្រះយេស៊ូវឲ្យសូមមើលអំពីព្រះយេស៊ូវគ្រីស្ទផ្ទាល់ព្រះអង្គទទួលប្រជាស្ដារនៃព្រះវិញ្ញាណរបស់ព្រះដើម្បីធ្វើបេសកកម្មនេះបាទទ្រង់ព្រះយេស៊ូវគ្រីស្ទព្រះអង្គយាងមកយកកំណើតជាមនុស្សភាពជាព្រះអំណាចរបស់ព្រះអង្គទុកមកដប់សិនព្រះអង្គនៅតែជាព្រះដែលក៏ប្រែអំណាចរបស់ព្រះអង្គទុកមកដប់ទៅក្នុងព្រះគម្ពីរដែលភីលីបបានប្រាប់យើងថាព្រះអង្គអត់រាប់អង្គទ្រង់ថាជាព្រះទៀតអំណាចរបស់ព្រះអង្គទុកមកដប់សិនហើយព្រះអង្គមកយកសញ្ជាតិជាមនុស្សដូចយើងធម្មតាជាមនុស្សដូចយើងធម្មតាព្រះអង្គអត់ធ្វើការអស្ចារ្យអីកើតដោយអង្គទ្រង់ទៀតទេបាទព្រះអង្គធ្វើការអស្ចារ្យជាច្រើននានាបានគឺដោយពឹងលើអំណាចរបស់ព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គបាទដើម្បីប្រកាសដំណឹងល្អដើម្បីប្រោះជំងឺគេបានជាដើម្បីដោះមនុស្សដែលត្រូវអរិយសង្កត់សង្កិនឲ្យបានមានសេរីភាពឡើងវិញនោះព្រះអង្គត្រូវការអំណាចប្រជាស្ដារនៃព្រះវិញ្ញាណរបស់ព្រះអង្គបាទហើយបងប្អូនអរគ្នាបើសិនជាយើងទទួលប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះមកលើយើងដែរណាដូចព្រះវិញ្ញាណដដែលដែលព្រះយេស៊ូវគ្រីស្ទបានទទួលនោះយើងក៏នឹងអាចធ្វើការដែលព្រះយេស៊ូវគ្រីស្ទបានធ្វើដែរក្នុងព្រះគម្ពីរថាកិច្ចការដែលខ្ញុំធ្វើនោះអ្នករាល់គ្នានឹងធ្វើហើយធ្វើលើសជាងខ្ញុំទៅទៀតពីព្រោះខ្ញុំទៅឯព្រះវរបិតាបងប្អូនអ្នកនាងបើយើងទទួលការចាក់ប្រេងតាំងទទួលការបំពេញដោយព្រះវិញ្ញាណរបស់ព្រះជ្រមុជដោយព្រះវិញ្ញាណរបស់ព្រះយើងពេញដោយព្រះនៅក្នុងយើងនោះយើងនឹងធ្វើកិច្ចការដែលព្រះយេស៊ូវគ្រីស្ទធ្វើហើយលើសជាងព្រះអង្គទៀតដោយសារព្រះយេស៊ូវព្រះអង្គយាងទៅឋានសួគ៌ហើយក្នុងព្រះគម្ពីរបានប្រាប់នៅក្នុងយូហាន14ខ12បានសម្ដែងចឹងទៅមើលកន្លែងនេះព្រះយេស៊ូវគ្រីស្ទបានទុកគំរូនេះឲ្យយើងណាសូម្បីតែព្រះយេស៊ូវជាព្រះព្រះអង្គទុកគំរូហ្នឹងព្រះអង្គទទួលប្រជាស្ដារតចាក់ប្រេងតាំងបំពេញដោយព្រះវិញ្ញាណរបស់ព្រះសូម្បីតែព្រះដល់ពេលពួកសិស្សវិញម្ដងពួកសិស្សក៏គេត្រូវការបំពេញដោយព្រះវិញ្ញាណដែរបាទពួកសិស្សគេរស់នៅជាប់ជាមួយព្រះយេស៊ូវគ្រីស្ទប្រហែល3ឆ្នាំកន្លះគេដេកគេដើរគេឃើញការដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គប្រោះមនុស្សខ្វាក់ព្រះអង្គប្រោះមនុស្សខ្វិនប្រោះដែលអ្នកស្លាប់ឲ្យរស់ឡើងវិញគេឃើញការដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គធ្វើជាច្រើនផ្ទាល់នឹងភ្នែករបស់គេតែម្ដងក៏ប៉ុន្តែនៅពេលដែលគេចាប់ព្រះយេស៊ូវគ្រីស្ទទៅឆ្កាងពួកសិស្សគេភ័យគេរត់គ្មានណាគេនៅជប់មួយព្រះយេស៊ូវមួយគេទេហើយសូម្បីតែពេត្រុសក៏បដិសេធព្រះយេស៊ូវប្រហែលដង3ដងលើកទី3ថាខ្ញុំស្បត់ណាខ្ញុំមិនស្គាល់ម្នាក់នឹងទេខ្ញុំមិនស្គាល់ម្នាក់នឹងទេប្រមាថដល់ព្រះទៀតបដិសេធគេខ្លាចស្លាប់មែនទេបាទពួកគេជាអ្នកជឿព្រះយេស៊ូវគេបានរួចអំពីអំពើបាបប៉ុន្តែនៅតែភ័យខ្លាចគេអ្នកជឿព្រះយេស៊ូវដើរមួយព្រះយេស៊ូវបាទក៏ប៉ុន្តែបន្ទាប់ពីទ្រង់មានបញ្ជូនរស់ឡើងវិញព្រះអង្គប្រកបថាមកទៀតថាចូលនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោកហើយប្រកាសដំណឹងល្អដល់មនុស្សទាំងអស់គេនៅតែភ័យខ្លាចដដែលបាទដើម្បីបំពេញមហាបេសកកម្មនេះគេត្រូវការប្រជាស្ដារហើយទ្រង់ក៏ផ្ដាំទៀតថាអញ្ចេះថាចូលកុំអោយទៅណាឡើយចាំរហូតដល់ព្រះវិញ្ញាណរបស់ព្រះមកសន្ធិដ្ឋលើអ្នករាល់គ្នាចាំចេញទៅហើយប្រកាសនឹងល្អក្រុងយេរូសាឡឹមសាមារីយូដាហើយរហូតដល់ដាច់ស្រយាលនៃផែនដីបាទហើយសូមមើលកន្លែងនេះព្រះយេស៊ូវគ្រីស្ទព្រះអង្គប្រសូតជាមួយដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធព្រះអង្គហើយនៅពេលបញ្ជូន33ឆ្នាំទ្រង់បំពេញដោយព្រះវិញ្ញាណរបស់ព្រះហើយពួកសិស្សដូចគ្នាគេបានជឿព្រះយេស៊ូវគេដើរតាមព្រះយេស៊ូវប៉ុន្តែនៅមានភាពភ័យខ្លាចគេត្រូវការប្រជាស្ដារដើម្បីធ្វើបេសកកម្មដែលព្រះអង្គចាត់ឲ្យគេទៅបាទនៅថ្ងៃបុណ្យទី50ពួកគេទៅមែននៅក្នុងនោះមាន120នាក់ហើយគេមកនៅក្នុងបន្ទប់នៅជាន់លើមួយគេនៅចាំគេជឿលើក្តីសន្យារបស់ព្រះជឿលើក្តីសន្យារបស់ព្រះហើយគេនៅចាំគេអធិដ្ឋានជាមួយគ្នានៅថ្ងៃបុណ្យទី50នោះជាការដែលយាងមកដល់របស់ព្រះវិញ្ញាណបរិសុទ្ធក៏មកដល់មកសន្ធិដ្ឋលើពួកសិស្សហើយនឹងអ្នកនៅក្នុងបន្ទប់ទាំងប្រមាណជា120នាក់ដែលបានពេញដោយព្រះវិញ្ញាណគ្រប់គ្នាគេទទួលប្រជាស្ដារដើម្បីធ្វើទីបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវគេចាប់ដល់មានចិត្តក្លាហានលោកពេត្រុសដែលខ្លាចដែលអ្នកនេសាទត្រីមិនបានរៀនខ្ពង់ខ្ពស់មិនសូវមានទំនុកចិត្តខ្លាចគេក៏ប៉ុន្តែបន្ទាប់ពីបានបំពេញដោយព្រះវិញ្ញាណរបស់ព្រះលែងខ្លាចទៀតបងប្អូនទាំងគ្នាលែងខ្លាចទៀតហើយចាប់ដល់ក្លាហានមានប្រជាស្ដារប្រកាសដំណឹងល្អមនុស្ស 3000 នាក់នៅក្នុងថ្ងៃនោះដែលមកព្រះអង្គក៏ប៉ុន្តែនៅក្នុង
កម្មវិធីបនទី50នោះមនុស្សរាប់ម៉ឺនអ្នកដែលគេមកស្ដាប់ហើយបងប្អូននឹងនេះសម័យមួយបឈរនៅចំពោះរាប់ម៉ឺនអ្នកទៅភ័យប៉ុណ្ណាគាត់ប៉ុណ្ណេះផងភ័យចុះទម្រាំមនុស្សដល់ថ្នាក់នោះហើយគាត់មិនមែនអ្នករៀនខ្ពស់អីណាអ្នកនេសាទត្រីតើគិតតែភ័យយ៉ាងម៉េចបាទគាត់ភ័យណាប៉ុន្តែដល់ពេលដែលព្រះវិញ្ញាណមកដល់មកពេញនៅក្នុងជីវិតរបស់គាត់ចាប់ដើមលែងភ័យខ្លាចហើយលែងភ័យខ្លាចលោកសាវកពោលគាត់ក្លាហានប្រកាសចំពោះមនុស្សរាប់ម៉ឺនអ្នកនៅចំពោះដោយប្រកាសអំពីព្រះនាមរបស់ព្រះជាម្ចាស់បាទប្រកាសដោយភាពក្លាហានបាទហើយគាត់បានទទួលអំណាចប្រជាស្ដារជាច្រើនធ្វើការប្រកាសនឹងល្អហើយក៏ប្រោះអ្នកជឿបានជាហើយក៏ដេញអរិយផងបាទឥឡូវបងប្អូនគ្នាបើព្រះយេស៊ូវគ្រីស្ទព្រះអង្គត្រូវការព្រះអង្គបានបំពេញដោយព្រះវិញ្ញាណរបស់ព្រះដើម្បីធ្វើបេសកកម្មរបស់ព្រះហើយពួកសិស្សគេត្រូវការប្រជាស្ដារមកពីព្រះដើម្បីបំពេញបេសកកម្មឋានសួគ៌ចុះទម្រាំយើងទាំងអស់គ្នាតែយើងត្រូវការដែរទេយើងត្រូវការលឹះជាងពួកគាត់អំបានទៅទៀតបងប្អូនទាំងអស់គ្នាហើយបើយើងធ្វើកិច្ចការងារ business ធ្វើអីយើងមិនបាច់ត្រូវការប្រជាស្ដារព្រះទេតែបើយើងធ្វើកិច្ចការងារថ្វាយព្រះបំរើគោលដៅឋានសួគ៌យើងត្រូវការប្រជាស្ដាររបស់ពីព្រះវត្តទីធ្វើការកម្លាំងខ្លួនឯងខំបំរើខំធ្វើក៏ប៉ុន្តែវាអត់មានសូវមានលទ្ធផលអត់មានប្រសិទ្ធភាពបាទនៅក្នុងនេះព្រះយេស៊ូវគ្រីស្ទបានសន្យាសម្រាប់យើងទាំងអស់គ្នាព្រះអង្គសន្យាសម្រាប់យើងដែរបាទចង់អាននៅក្នុងនេះខកពី3 4 5ដែលព្រះយេស៊ូវគ្រីស្ទបានប្រាប់សេចក្តីសន្យានោះគឺសម្រាប់បងប្អូនទាំងអស់គ្នាដែរបាទនៅក្នុងព្រះគម្ពីរមុនគេនៅក្នុងម៉ាថាយ 3:11 សូមស្ដាប់មើលខ្ញុំធ្វើពិធីជ្រមុជលោកយូហានបាប់ទីខ្ញុំធ្វើពិធីជ្រមុជអ្នករាល់គ្នាដោយទឹកដើម្បីអ្នករាល់គ្នាបានកែប្រែចិត្តគំនិតប៉ុន្តែព្រះអង្គដែលមកក្រោយខ្ញុំទ្រង់មានកម្លាំងខ្លាំងជាងខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនទ្រង់ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់ទ្រង់ផងទ្រង់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធនិងដោយភ្លើងវិញបាទលោកយូហានក៏ជ្រមុជគេដោយទឹកយើងទទួលពិធីជ្រមុជទឹកតែព្រះយេស៊ូវបានបន្តិចព្រះយេស៊ូវព្រះអង្គនឹងមកឲ្យជ្រមុជអ្នករាល់គ្នាក្នុងព្រះវិញ្ញាណនិងភ្លើងវិញយើងបានទទួលពិធីជ្រមុជទឹករួចហើយប៉ុន្តែពេលម្ដងទៀតដែលយើងត្រូវការបំពេញដោយព្រះវិញ្ញាណរបស់ព្រះត្រូវការជំមុជដោយព្រះវិញ្ញាណរបស់ព្រះនៅក្នុងអំពីមួយទៀតដែរម៉ាកុសវិញម្ដងព្រះគម្ពីរ 3:4 និយាយដូចគ្នាម៉ាកុស 1:8 បានសម្ដែងប្រាប់ថាខ្ញុំបានធ្វើពិធីជំមុជឲ្យអ្នករាល់គ្នាដោយទឹករីឯលោកវិញលោកនឹងធ្វើពិធីជំមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធនៅក្នុងលូកាវិញម្ដងលូកាបានសម្ដែង 3:16 ថាម៉េចលោកយូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថាខ្ញុំធ្វើពិធីជ្រមុជដោយឲ្យអ្នករាល់គ្នាដោយទឹកប៉ុន្តែលោកដែលមានកម្លាំងខ្លាំងជាងខ្ញុំចិត្តមកដល់ហើយខ្ញុំមានឋានៈទាបណាស់សូម្បីតែស្រាយខ្សែស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផងលោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធនិងភ្លើងវិញនៅក្នុងយូហានវិញម្ដងបាទអំប្រាប់ថាម៉េច 1:33 ថាពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេប៉ុន្តែព្រះជាម្ចាស់ដែលបានចាត់ខ្ញុំឲ្យមកធ្វើពិធីជ្រមុជក្នុងទឹកទ្រង់មានបន្ទូលមកខ្ញុំថាអ្នកឃើញព្រះវិញ្ញាណយើងចុះមកសន្ធិដ្ឋលើណាគឺអ្នកនោះហើយដែលធ្វើពិធីជ្រមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញម្ដងបាទអមព្រះគម្ពីរ 3-4 គម្ពីរដំណឹងល្អនិយាយដូចគ្នាហើយនៅមួយទៀតនឹងអានចុងក្រោយសូមមើលកន្លែងនេះឃ្លាចុងក្រោយប្រាប់ថាម៉េចថាអ្នកឃើញព្រះវិញ្ញាណយើងមកសន្ធិដ្ឋលើណាគឺអ្នកនោះហើយនឹងធ្វើពិធីជំមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធព្រះយេស៊ូវព្រះអង្គគឺជាអ្នកជំមុជយើងជំមុជអ្នកជឿជំមុជអ្នកដែលទទួលព្រះយេស៊ូវអ្នកដែលកើតជាថ្មីចូលទៅក្នុងប្រវត្តិមាននៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គជាអ្នកជំមុជយើងនៅកិច្ចការមួយទៀតព្រះយេស៊ូវគ្រីស្ទព្រះអង្គនិយាយផ្ទាល់តែម្ដងបានប្រាប់ថាម៉េចព្រះយេស៊ូវមានបន្ទូលថាលោកយូហានបានធ្វើពិធីជំមុជឲ្យគេក្នុងទឹកប៉ុន្តែនៅប្រមាណថ្ងៃទៀតនៅបន្តិចទៀតប្រមាណថ្ងៃទៀតនៅរគានឹងទទួលពិធីជំមុជក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញម្ដងបាទនេះជាព្រះបន្ទូលរបស់ព្រះអត់មានបន្ទូលដដែលហើយយើងត្រូវការបច្ចេស្ដារនោះបាទព្រះយេស៊ូវគ្រីស្ទព្រះអង្គនៅតែជំមុជអ្នកជឿក្នុងព្រះវិញ្ញាណដដែលទ្រង់អត់ផ្លាស់ប្រែទេក្នុងព្រះគម្ពីរប្រាប់ថាម៉េចសាមញ្ញថ្ងៃនេះហើយថ្ងៃស្អែក
ខ្ញុំនៅតែដដែលព្រះយេស៊ូវព្រះរបស់យើងនៅតែដដែលបងដែលផ្លាស់ប្រែទេបងជាមួយពួកសិស្សដោយព្រះវិញ្ញាណ120នាក់ដោយព្រះវិញ្ញាណរបស់ព្រះបងក៏នៅតែជាមួយយើងអ្នកគ្នាដោយព្រះវិញ្ញាណរបស់ព្រះអង្គនៅក្នុងព្រះវិញ្ញាណរបស់ព្រះអង្គដដែលនៅថ្ងៃបុណ្យទាអាស័ព្ទព្រះវិញ្ញាណបរិសុទ្ធបានយាងមកហើយនៅព្រះគម្ពីរថាបើសិនបើអ្នករកគ្នាស្រេកជុំមកឲ្យខ្ញុំនឹងឲ្យដែលរាផឹកទឹករស់ដែលហូរចេញពីអ្នកមកបាទបងបំពេញយើងដោយព្រះវិញ្ញាណរបស់ព្រះហើយបងប្អូនណាដែលដូចជាខ្វះអ្វីមួយយ៉ាងអត់មានអ្វីដែលស្កប់ចិត្តនៅក្នុងចិត្តរបស់យើងនេះមានខ្វះអ្វីមួយយ៉ាងចូលមកឲ្យព្រះស្រេកឃ្លានព្រះនៅបំពេញឲ្យយើងស្កប់ចិត្តដោយវិញ្ញាណដែលនៅក្នុងបងប្អូនរបស់គ្នាដែលចេញមកពីតបាពោះបងប្អូនរបស់គ្នាហូរចេញមកបងប្អូនមានអំណាចមានបច្ចេស្តានៅក្នុងបទគម្ពីរនេះនៅក្នុងយូហាន7:37-38បងចង់និយាយអំពីព្រះវិញ្ញាណបរិសុទ្ធបងបាទសំណួរសួរថាចេះតើហេតុអីអ្វីទៅជាគោលបំណងនៃការជំនួយដោយព្រះវិញ្ញាណបរិសុទ្ធផងយើងទទួលធ្វើអីដើម្បីអ្វីបាទរៀបរាប់ដូចតទៅនេះនៅក្នុងព្រះគម្ពីរដែលយើងបានអានអំបញ្ញប្រាប់ថាម៉េចព្រះយេស៊ូវគ្រីស្ទព្រះអង្គទទួលព្រះវិញ្ញាណសម្រាប់ធ្វើកិច្ចការដែលពិសេសក្នុងខទី18បានសម្ដែងថាម៉េចចង់ឲ្យចូលរួមអានទាំងអស់គ្នាកុំឲ្យស្ងាត់ពេកថាម៉េចទៅ1 3ព្រះវិញ្ញាណរបស់ព្រះម្ចាស់សន្ធិដ្ឋលើខ្ញុំព្រះអង្គបានចាក់ប្រេងអភិសេកខ្ញុំឲ្យនាំដំណឹងល្អទៅប្រាប់ជនក្រីក្រព្រះអង្គបានចាត់ខ្ញុំឲ្យមកប្រកាសប្រាប់ជនជាប់ជាឆ្លើយថាគេនឹងមានសេរីភាពហើយប្រាប់មនុស្សខ្វាក់ថាគេនឹងមើលឃើញវិញព្រះអង្គបានចាត់ខ្ញុំឲ្យមករំដោះអស់អ្នកដែលត្រូវគេសង្កត់សង្កិនព្រមទាំងប្រកាសអំពីឆ្នាំដែលព្រះម្ចាស់សម្ដែងប្រហែលតីមេត្តាករុណាបាទព្រះយេស៊ូវគ្រីស្ទព្រះអង្គទទួលប្រជាស្ដាដើម្បីធ្វើកិច្ចការដែលពិសេសនៅកន្លែងនេះទី1គឺយ៉ាងម៉េចព្រះយេស៊ូវគ្រីស្ទព្រះអង្គប្រកាសដំណឹងល្អពង្រៀនព្រះបន្ទូលរបស់ព្រះប្រកាសដំណឹងល្អដើម្បីឲ្យមនុស្សបានរួចពីបាបឲ្យមនុស្សបានមានសេរីភាពអំពីអំពើបាបវិញ្ញាណរបស់គេត្រូវកើតជាថ្មីឡើងវិញ្ញាណដែលឆ្ងាយពីព្រះត្រឡប់មកវិញមកកើតជាថ្មីមកមានតំណែងជាមួយព្រះវិញ្ញាណដែលស្លាប់ឲ្យមកជាមួយព្រះវិញឲ្យរស់ឡើងវិញឲ្យមានសេរីភាពខាងវិញ្ញាណប្រោះមនុស្សឲ្យមានសេរីភាពពីជំងឺរបស់គេមនុស្សខ្វាក់ឲ្យភ្លឺឡើងមនុស្សខ្វាន់ឲ្យដើររួចមនុស្សពិការឲ្យក៏ដើររួចថ្លង់បានស្ដាប់ឮបាននិយាយកើតបាទឲ្យរូបកាយរបស់គេមានសេរីភាពព្រះយេស៊ូវគ្រីស្ទបងធ្វើកិច្ចការនឹងជាច្រើនឃើញក្នុងព្រះគម្ពីរប្រាប់យ៉ាងទេបាទយើងអាចដឹងថានោះជាបំណងមហាតីព្រះមើលអ្វីដែលព្រះយេស៊ូវគ្រីស្ទធ្វើបងប្រោះមនុស្សខ្វាក់មនុស្សខ្វិនមនុស្សសពបែបយ៉ាងដូច្នេះនេះជាបំណងមហាតីព្រះបងមកដោះវិញ្ញាណរបស់គេឲ្យបានកើតជាថ្មីហើយរូបកាយរបស់គេនោះឲ្យមានសេរីភាពពីជំងឺនានាបងព្យាបាលមនុស្សជាច្រើនរាប់រយរាប់ពាន់ម៉ឺនទៅដឹងបាទដែលព្រះយេស៊ូវគ្រីស្ទបងព្យាបាលហើយមិនទៀតដោះមនុស្សដែលឈឺចាប់ដែលនៅក្រោមការសង្កត់សង្កិនរបស់អរិយឲ្យមានសេរីភាពដែលពលឹងរបស់គេសតិអារម្មណ៍ការជិះជាន់ការសង្កត់សង្កិនដែលមកពីអរិយសាតាំងនោមឲ្យគិតច្រើនខ្វល់ខ្វាយវាទៅជាគ្រប់គ្រងខ្លួនឯងលេងបានព្រះបងដោះកន្លែងហ្នឹងឲ្យមានសេរីភាពពីការជិះជាន់របស់វិញ្ញាណអាក្រក់ខាងឲ្យវាពលឹងឲ្យបានមានសេរីភាពវិញ្ញាណឲ្យបានកើតជាថ្មីរូបកាយឲ្យបានជាពីគ្រប់ជំងឺហើយនឹងពលឹងគេនោះឲ្យមានសេរីភាពរូបកាយរបស់យើងមានរូបកាយមានពលឹងវិញ្ញាណព្រះអង្គដោះឲ្យមានសេរីភាពបាទចុះយើងវិញតាយើងទទួលប្រជាស្ដានៅក្នុងខគម្ពីរនេះបានប្រាប់បាទយើងទទួលប្រជាស្ដាសម្រាប់ធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវបើយើងមើលទៅក្នុងព្រះគម្ពីរដល់កិច្ចការ1:8បានប្រាប់ថាកាលណាព្រះវិញ្ញាណបរិសុទ្ធយើងមកសន្ធិដ្ឋលើអ្នករាល់គ្នានោះអ្នករាល់គ្នានឹងបានប្រជាស្ដាឲ្យធ្វើបន្ទាល់ពីខ្ញុំនៅក្រុងយេរូសាឡិមយូដាសាមារីហើយនឹងដាច់ស្រយាលនៃផែនដីទទួលការបំពេញដោយព្រះវិញ្ញាណបរិសុទ្ធដើម្បីទទួលប្រជាស្ដាធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវទទួលប្រជាស្ដាទទួលកម្លាំងសមត្ថភាពដ៏អស្ចារ្យដែលព្រះបានប្រទានមកអ្នកជឿតាមរយៈព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអំណាចប្រជាស្ដាគឺនៅក្នុងព្រះវិញ្ញាណរបស់ព្រះនៅក្នុងព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដើម្បីអីដើម្បីធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវឲ្យមានប្រសិទ្ធភាពអានេះយើងនិយាយវាមានអំណាចក្នុងព្រះគម្ពីរប្រាប់ថាម៉េចពេលដែលព្រះយេស៊ូវចាប់ផ្ដើមពន្ធកិច្ចព្រះអង្គទៅបង្រៀននៅក្នុងសាលាប្រជុំពេលដែលពួកគេស្ដាប់ព្រះយេស៊ូវបង្រៀនណាគេថាម៉េចវ៉ាវ
អ្នកនេះពង្រៀនខុសពីគ្រូអាចារ្យផារ៉ាស៊ីណាទាំងអស់ពង្រៀនដោយមានអំណាចមកពីព្រះមានអំណាចដែលគេស្ដាប់គេយល់គេបើកភ្នែកគេយល់ព្រះបន្ទូលរបស់ព្រះហើយដូចគ្នាយើងត្រូវការបជាស្ដាពេលយើងនិយាយព្រះបន្ទូលរបស់ព្រះព្រះធ្វើការក្នុងចិត្តគេជឿព្រះអង្គគេបានតកល់លើកទឹកចិត្តគេសប្បាយគេអរគេរីករាយយើងត្រូវការបជាស្ដាប៉ុន្តែបើអត់មានជាស្ដារបស់ព្រះនិយាយទៅគេដេកគេងូកចង់បានដែរបងប្អូនអរគ្នាអត់ទេត្រូវការបជាស្ដាដែលមកពីព្រះវិញ្ញាណរបស់ព្រះអាចឲ្យយើងបជាស្ដាមកមានប្រភពមកពីណាគឺព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដែលនៅក្នុងអ្នកជឿហើយជួយអ្នកជឿឲ្យបន្តបេសកកម្មរបស់ព្រះយេស៊ូវគ្រីស្ទមនុស្ស12នាក់សិស្សរបស់ព្រះយេស៊ូវ12នាក់បងប្អូនអ្នកទទួលពេញដោយព្រះវិញ្ញាណរបស់ព្រះណានៅទីក្រុងយេរូសាឡឹមកលាប់ចាក់មកបាទណាគេតាំងពីអ្នកតូចរហូតដល់ធំគេលឺដំណឹងល្អគ្រប់គ្នា120នាក់ឲ្យចេញទៅណាទៅទ្វីបអឺរ៉ុបទៅកន្លែងណាផ្សេងទៀតតំបន់អាស៊ីអេពីសូជាច្រើនគេលឺដំណឹងល្អអត់មានបណ្ដាញសង្គមអត់មានអីសោះប៉ុន្តែមនុស្សគេលឺតាំងពីអ្នកតូចរហូតដល់អ្នកធំគេលឺដំណឹងល្អបាទអ្នកដែលពេញដោយព្រះវិញ្ញាណរបស់ព្រះហើយបងប្អូនអរគ្នាសម័យមើលបើសិនយើងនេះច្រើនជាងចិត្ត120នាក់ដែរបើយើងពេញដោយព្រះវិញ្ញាណរបស់ព្រះពេញដោយអំណាចបជាស្ដានោះនៅក្នុងប្រទេសកម្ពុជាយើងនឹងកលាប់ចាក់ដែរហើយបើគ្រីស្ទៀនធម្មតាយើងធ្វើអត់កើតទេប៉ុន្តែបើគ្រីស្ទៀនដែលមានបជាស្ដារបស់ពីព្រះយើងប្រកាសជាផ្លាស់ប្ដូរស្រុកទេសរបស់យើងបាទនៅក្នុងខអំពីនេះប្រាប់ថាម៉េចព្រះយេស៊ូវបានផ្ដាំទៅកាន់ពួកសិស្សរបស់ព្រះអង្គបានប្រាប់ថាខ10ចំពុក10ខ7 8ថាម៉េចពេលធ្វើដំណើរទៅចូលប្រកាសថាព្រះរាជនៃស្ថានបរមសុខបានមកចិត្តបង្កើយហើយចូលមើលអ្នកជំងឺឲ្យបានជាប្រោះមនុស្សស្លាប់ឲ្យរស់ឡើងវិញធ្វើឲ្យមនុស្សខ្លងបានជាស្អាតបរិសុទ្ធដេញអរិយចេញពីមនុស្សអ្នករាល់គ្នាបានទទួលអំណាចដោយឥតគិតថ្លៃឥតបង់ថ្លៃត្រូវជួយគេវិញដោយឥតគិតថ្លៃដែរបេសកកម្មរបស់ព្រះយេស៊ូវមិនបញ្ចប់ឡើយព្រះអង្គបានផ្ទេរមកកាន់យើងអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើឲ្យយើងបន្តបេសកកម្មនៅលើផែនដីនេះសំណួរថាបើព្រះអង្គជាព្រះអ្មេចក៏ចាំបាច់ប្រើយើងធ្វើអីមិនក៏មិនប្រកាសដំណឹងល្អខ្លួនឯងឲ្យមនុស្សនិយាយ2 3ម៉ាត់ទៅឲ្យមនុស្សគ្រប់គ្នាបានលឺដំណឹងល្អតែហ្មងទៅតែព្រះបានបង្កប់ប្រើយើងឲ្យនៅលើផែនដីនេះប្រើយើងនៅក្នុងស្រុកទេសមួយនេះនៅក្នុងប្រទេសកម្ពុជានេះដើម្បីទទួលខុសត្រូវលើជាតិសាសន៍របស់យើងនេះប្រកាសដំណឹងល្អដល់គេប្រាប់គេបេសកកម្មដដែលឲ្យប្រកាសដំណឹងល្អមានបជាស្ដាដើម្បីប្រោះអ្នកដែលឈឺនោះឲ្យបានជាមានសេរីភាពមនុស្សត្រូវអរិយសង្កត់សង្កិនឲ្យបានមានសេរីភាពឡើងហើយប្រជាស្ដាធ្វើឲ្យផ្សេងទៀតជីវិតដែលមានជ័យជំនះយើងត្រូវការប្រជាស្ដានៃព្រះវិញ្ញាណបរិសុទ្ធព្រះអង្គជួយយើងតែបើអត់ទេណាយើងធ្វើអត់កើតទេយើងធ្វើអត់កើតត្រូវការប្រជាស្ដានៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះបើព្រះយេស៊ូវគ្រីស្ទព្រះអង្គទុកគំរូសម្រាប់យើងព្រះអង្គក៏ទទួលការបំពេញដោយព្រះវិញ្ញាណហើយព្រះអង្គចាប់ផ្ដើមធ្វើបេសកកម្មហើយពួកសិស្សគេក៏បានបំពេញដោយព្រះវិញ្ញាណហើយចាប់ផ្ដើមធ្វើបេសកកម្មចូលយើងវិញបងប្អូនអរគ្នាតែយើងត្រូវការលើសជាងអំបានទៅទៀតដើម្បីមានបជាស្ដាដើម្បីធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវបត់ទេយើងទៅជាគ្រីស្ទៀនដែលអត់ជាគ្រីស្ទៀនងុំក្តៅមិនតិចហើយដល់ពីមួយឆ្នាំទៅមួយឆ្នាំស្រុកទេសរបស់យើងគឺនៅតែដដែលមនុស្សចេះតែធ្វើដំណើរទៅក្នុងកន្លែងមួយដែលវិនិច្ឆ័យអស់កលចនិចបន្ទាប់គ្នាមនុស្សស្លាប់រាល់ថ្ងៃជនជាតិរបស់យើងស្លាប់រាល់ថ្ងៃវេទនារាល់ថ្ងៃហើយគេទៅកន្លែងណាបើគេអត់មានព្រះយេស៊ូវបើគេអត់មានដំណឹងល្អវិញ្ញាណរបស់គេស្លាប់តែគេទៅណាគេទៅកន្លែងមួយដែលវិនិច្ឆ័យអស់កលចនិចទៅព្រះយេស៊ូវបានឲ្យប្រាប់យើងបងបង្កប់យើងថាចូលនាំដំណឹងល្អបងបង្កប់មិនមែនតែពួកសិស្សទេគឺសម្រាប់យើងទាំងអស់គ្នាហើយទូខុសត្រូវលើជាតិសាសន៍របស់យើងទី3បងប្អូនទាំងអស់គ្នារបៀបដែលយើងអាចទទួលការបំពេញដោយព្រះវិញ្ញាណរបស់ព្រះបាទសំណួរសួរថាបងប្អូនទាំងគ្នាត្រូវការប្រជាស្ដារនៃព្រះវិញ្ញាណបរិសុទ្ធដែរទេត្រូវការឬមិនត្រូវការបើព្រះអង្គទុកគំរូសម្រាប់យើងហើយពួកសិស្សក៏ត្រូវការចុះបងប្អូននឹងត្រូវការលើសជាងបានទៀតហើយខ្ញុំត្រូវការដែរព្រះយេស៊ូវគ្រីស្ទព្រះអង្គជាអ្នកជំនួយយើងទាំងអស់គ្នានៅក្នុងបជាស្ដារនៅក្នុងព្រះវិញ្ញាណរបស់ព្រះអង្គចាក់ប្រេងតាំងយើងបាទបើព្រះគ្រីស្ទព្រះអង្គបានទទួលចាក់ប្រេងតាំងបំពេញដោយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គយើងក៏ត្រូវការចាក់បំពេញដោយប្រេងតាំងនៃព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះដែរព្រះគ្រីស្ទមានន័យថាអ្នកដែលទទួលការចាក់ប្រេងតាំងឲ្យធ្វើកិច្ចការហ្នឹងចុះយើងវិញយើងជាអ្វីយើងជាគ្រីស្ទៀនមិនមែនមានន័យថា
មានន័យមួយដ៏ល្អមែនទែនមិនអ្នកខណៈដើរតាមព្រះយេស៊ូវទេក៏ប៉ុន្តែជាព្រះតូចដែលទទួលការចាក់ប្រេងតាំងដែរព្រះយេស៊ូវគ្រីស្ទគឺជាព្រះដែលទទួលការចាក់ប្រេងតាំងយើងជាគ្រីស្ទានគឺជាអ្នកដែលគឺជាព្រះតូចដែលចាក់ប្រេងដែលទទួលការចាក់ប្រេងតាំងពីព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះដែរចាំពាក្យហ្នឹងបាទព្រះយេស៊ូវគ្រីស្ទព្រះអង្គជាអ្នកជំនួយយើងទៅក្នុងព្រះវិញ្ញាណសូមអានមួយខអំពីនេះជាមួយគ្នាបានប្រាប់ថាពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេក៏ប៉ុន្តែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកធ្វើពិធីជាមួយទឹកទ្រង់មានបន្ទូលមកខ្ញុំថាអ្នកឃើញព្រះវិញ្ញាណយើងមកសន្ធិដ្ឋលើអ្នកណាគឺអ្នកនោះហើយដែលធ្វើពិធីជាមួយក្នុងព្រះវិញ្ញាណដ៏វិសុទ្ធព្រះយេស៊ូវជាអ្នកដែលជាមួយអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះយើងចូលមកឲ្យព្រះយេស៊ូវយើងអ្នកជឿព្រះយេស៊ូវទាំងអស់គ្នាយើងទទួលបានសេចក្តីសង្គ្រោះយើងកើតជាថ្មីហើយបន្ទាប់មកធ្វើម៉េចទៀតបន្ទាប់មកឲ្យយើងឡើងទៅមួយកម្រិតទៀតកុំឲ្យនៅដដែលឡើងទៅមួយកម្រិតទៀតទទួលការបំពេញដោយព្រះវិញ្ញាណរបស់ព្រះដើម្បីទទួលប្រជាស្ដាធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវហើយខ្ញុំជឿថា3 4 10ឆ្នាំទៅមុខទៀតគ្រីស្ទាននៅក្នុងស្រុកខ្មែរមិននៅដដែលឡើយដោយសារតែយើងនៅគ្នាជាអ្នកដែលពេញដោយព្រះវិញ្ញាណរបស់ព្រះយើងមិននៅស្ងៀមទេតែកាលណាភ្លើងនៅក្នុងចិត្តរបស់យើងក្នុងជីវិតរបស់យើងនៅអត់ស្ងៀមទេយើងចិត្តតែមានចិត្តឆេះជួលចង់បម្រើព្រះចាប់ផ្ដើមទៅហើយគ្មានថ្ងៃទៅក្រោយវិញឡើយចង់ណែនាំបងប្អូនអ្នកគ្នាយើងធ្វើម៉េចដើម្បីយើងបានទទួលការដែលជាមួយបំពេញដោយព្រះវិញ្ញាណរបស់ព្រះបាទទី1បងប្អូនអ្នកគ្នាហើយបងប្អូននៅទីនេះក្តីនៅផ្ទះក្តីយើងអធិដ្ឋានទី1ផ្លាស់ប្រែចិត្តរបស់យើងហើយជំហានណែនាំមួយអ្នកគ្នាទី1ផ្លាស់ប្រែចិត្តគឺជំហានដំបូងដែលនាំឲ្យយើងអាចទទួលការជាមួយការបំពេញដោយព្រះវិញ្ញាណរបស់ព្រះយេស៊ូវព្រះអង្គជាមួយយើងចូលនៅក្នុងប្រវត្តិមាននៃព្រះយើងចោះចូលជាមួយព្រះចោះចូលអនុញ្ញាតឲ្យព្រះយេស៊ូវគ្រីស្ទព្រះអង្គសម្អាតយើងដោយលហិតរបស់ព្រះអង្គដោយអំពើបាបរបស់យើងហើយយើងចោះចូលហើយព្រះយេស៊ូវគ្រីស្ទព្រះអង្គនឹងយកយើងចូលទៅក្នុងវត្តមាននៃព្រះឲ្យយើងបានពោពេញដោយវត្តមានរបស់ព្រះនៅក្នុងជីវិតរបស់យើងបាទយើងអាចទទួលការជាមួយការបំពេញដោយព្រះវិញ្ញាណដោយមិនបានផ្លាស់ប្រែចិត្តទេអត់ទេបងប្អូនគ្នាបាទយើងត្រូវការសម្អាតពីព្រះយេស៊ូវលហិតរបស់ព្រះយេស៊ូវហើយយើងក៏មិនអាចទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គការបំពេញព្រះវិញ្ញាណបរិសុទ្ធព្រះអង្គនៅក្នុងគណៈពេលដែលយើងផ្លាស់ប្រែចិត្តយើងដែរបាទយើងជឿព្រះយេស៊ូវយើងមានព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គនៅជាមួយយើងហើយក៏ប្រែយើងត្រូវការឲ្យព្រះអង្គបំពេញយើងបាទអពេលជំហានទី2អ្វីយើងត្រូវធ្វើបងប្អូនជឿត្រូវតែជឿត្រូវជឿលើស្អីសន្យាថាព្រះអង្គនឹងជាមួយបងប្អូនអ្នកគ្នានៅក្នុងព្រះវិញ្ញាណនៅថ្ងៃនេះនៅពេលដែលបងប្អូនអ្នកអធិដ្ឋានជឿព្រះបន្ទូលរបស់ព្រះបន្ទូលនោះសម្រាប់បងប្អូនអ្នកគ្នាដែរបងប្អូនថានៅបន្តិចទៀតអ្នកគ្នាទទួលជាមួយដោយព្រះវិញ្ញាណរបស់ព្រះវិញម្ដងអធិដ្ឋានហើយជឿហើយដាក់វាជាគោលដៅហើយបងប្អូនអ្នកគ្នានៅព្រះគម្ពីរប្រាប់ថាចូលសុំនៅបានគោះនៅបើកស្វែងរកនៅឃើញអធិដ្ឋានរហូតដល់ការនោះកើតឡើងព្រះបន្ទូលព្រះអង្គស្មោះត្រង់ហើយព្រះអង្គមិនកុហកយើងទីបងសន្យាយ៉ាងម៉េចបងនឹងធ្វើតាមកិច្ចការនោះជឿជាអកប្បកិរិយាជាអកប្បកិរិយាទទួលយកដើម្បីទទួលយើងត្រូវតែសម្រេចចិត្តជឿបាទបើអ្នកជឿនោះព្រះអង្គនឹងជាមួយយើងនៅក្នុងព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គហើយនៅពេលដែលទទួលព្រះអង្គទទួលបានចិត្តរបស់យើងហើយយើងបានចោះចូលចិត្តរបស់យើងទៅក្នុងព្រះអង្គបានចិត្តរបស់យើងទ្រង់នឹងគ្រប់គ្រងអណ្ដាតរបស់យើងជាមុនគេហើយនាំយើងឲ្យយើងអធិដ្ឋានជាភាសាមួយទៀតដែលគណិតរបស់យើងគិតមិនដែលបានយល់បាទហើយការនេះបានកើតឡើងនៅក្នុងកើតឡើងជាច្រើននៅកន្លែងក្នុងព្រះគម្ពីរដូចជាកិច្ចការ2 4កិច្ចការ10:46-19:6បានសម្ដែងហើយក៏កើតឡើងនៅសពថ្ងៃនេះពីមុនបងប្អូនអ្នកខ្ញុំជាអ្នករិះគន់គេអធិដ្ឋានជាភាសានោះគេខ្ញុំអត់យល់ហើយខ្ញុំក៏រិះគន់គេដែរខ្ញុំជារិះគន់គេដែរបាទក៏ប្រែបើព្រះគម្ពីរសម្ដែងអញ្ចឹងបងប្អូនអ្នកគ្នាបើព្រះគម្ពីរនិយាយបងប្អូនបដិសេធមិនបាទបើព្រះគម្ពីរអត់ប្រាប់តើយើងបដិសេធមិនបាទព្រះបន្ទូលព្រះអង្គនិយាយប្រាប់យើងត្រូវការទទួលយកព្រះបន្ទូលរបស់ព្រះក្នុងព្រះគម្ពីរហើយក៏លើសមួយទៀតបងប្អូនអ្នកគ្នាដែលយើងទទួលគឺអត់ត្រូវនៅស្ងៀមទេពេលយើងអធិដ្ឋានអត់នៅស្ងៀមទេត្រូវងើបក្បាលឡើងបើកមាត់យើងនិយាយនៅចំពោះព្រះចិត្តយើងជឿមាត់យើងនិយាយកាលណាមាត់យើងនិយាយចិត្តយើងជឿហើយបាទច្នេះពេលអធិដ្ឋានសុំព្រះអង្គ
có mọi người ngược một tờ cầu mê than nè để miền tu nè để miền rút để ăn miền tầm nục chất ấy tê trong ngược lờ từ lư thì than để tầm nục chấtถ้าព្រះបងសន្យាហើយព្រះនឹងធ្វើកិច្ចការនេះជាមួយខ្ញុំអធិដ្ឋានហើយបើកមាត់យើងនិយាយឡើងនិយាយនៅចំពោះព្រះហើយព្រះបងនឹងបណ្ដាលជាភាសាមួយទៀតដែលយើងស្ដាប់មិនបានហើយយើងនិយាយឡើងនៅចំពោះព្រះជាសញ្ញាមួយសញ្ញាដើមដំបូងក្នុងព្រះគម្ពីរកិច្ចការមួយដែលចំពោះ2បានសម្ដែងប្រាប់ថាគេក៏ចាប់តាំងនិយាយភាសាផ្សេងចេញមកដែលគេមិនយកគេនិយាយហើយព្រះបងនាំគេនិយាយឡើងហើយខ្ញុំនិយាយកិច្ចការនេះហើយបងប្អូនមិនសូវលឺចម្លែកបងប្អូនគ្នាតែខ្ញុំនិយាយបងប្អូនបានដឹងបាទហើយបន្តមកទៀតពេលបងប្អូនបំពេញដោយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គឲ្យធ្វើមិនទៀតត្រូវរក្សាឲ្យនៅតែពេញចំណាយពេលជាមួយព្រះជាម្ចាស់អធិដ្ឋានតមប្រកបជាមួយអ្នកជឿក្នុងព្រះគម្ពីរថាម៉េចពេលដែលពួក120អ្នកគេបានពេញដោយព្រះវិញ្ញាណហើយគេនៅក្នុងគេទៅចំណាយពេលជាមួយគ្នាជាមួយអ្នកជឿគេកាច់នំប៉័ងគេអធិដ្ឋានគេអានព្រះគម្ពីរគេចំណាយពេលជាមួយគ្នាហើយបន្ទាប់មកព្រះបន្ថែមចំនួនអ្នកជឿមកកាន់ក្រុមជំនុំថ្ងៃទី1អ្នកជឿ3000នាក់ថ្ងៃបន្ទាប់ទៀត5000នាក់បានមកឲ្យព្រះយេស៊ូវគ្រីស្ទដោយសារតែគេមានបច្ចេស្តាទទួលបច្ចេស្តារបស់ពីព្រះជាម្ចាស់បងប្អូននៅក្នុងព្រះគម្ពីរថាម៉េចក្នុងអេពីសូត5:18ថាចូលឲ្យបានពេញជាព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះចូលបានពេញជាព្រះវិញ្ញាណហើយយើងបានទទួលហើយឲ្យនៅតែបន្តពេញដោយព្រះវិញ្ញាណរបស់ព្រះចំណាយពេលជាមួយព្រះអង្គចំណាយពេលជាមួយអ្នកជឿហើយបងប្អូននៅចាំមើលជីវិតបងប្អូននៅនេះចាប់ផ្ដើមប្លែកខុសប្រែចាប់ផ្ដើមក្លាហានជាងមុនចាប់ផ្ដើមមានចិត្តដែលឆេះឈួលសម្រាប់ព្រះចាប់ផ្ដើមស្រឡាញ់ព្រះចាប់ផ្ដើមស្រឡាញ់សេចក្តីសុចរិតចង់រស់នៅថ្វាយព្រះឃើញជីវិតបងប្អូននេះផ្លាស់ប្រែនេះបងប្អូនគ្នាសរុបមកវិញថាជាកន្លែងនៃកិច្ចអនុវត្តថាព្រះយេស៊ូវបានទុកគំរូសម្រាប់យើងទាំងអស់គ្នាផងបានទទួលចាក់ប្រេងតាំងបំពេញដោយព្រះវិញ្ញាណពួកសិស្សក៏បានទទួលការជំនួយដោយព្រះវិញ្ញាណក្នុងព្រះវិញ្ញាណដើម្បីទទួលបច្ចេស្តាធ្វើបន្ទាល់អំពីព្រះម្ចាស់ព្រះយេស៊ូវចុះតើយើងរាល់គ្នាចុះខ្ញុំត្រូវការទេខ្ញុំត្រូវការបងប្អូនត្រូវការទាំងអស់គ្នាយើងត្រូវការបច្ចេស្តានោះដាក់វាជាគោលដៅសុំព្រះអង្គពេលនេះអត់បានសុំទៀតគោះឲ្យស្វែងរកហើយពេលនោះព្រះព្រះអង្គនឹងធ្វើការចំពោះបងប្អូនទាំងគ្នាបើលោកអ្នកបងប្អូនទាំងគ្នាស្រេកចូលមកឲ្យព្រះយេស៊ូវទ្រង់នឹងបំពេញបងប្អូនទាំងគ្នាជាមួយព្រះវិញ្ញាណដ៏បរិសុទ្ធព្រះអង្គបើកចិត្តបើចិត្តយើងណាមានអារម្មណ៍ថាដូចជាខ្វះអ្វីមួយយ៉ាងអត់ស្កប់ខ្វះអ្វីមួយយ៉ាងហើយចង់ឲ្យទ្រង់បំពេញមកឲ្យព្រះម្ចាស់ព្រះយេស៊ូវឲ្យព្រះអង្គបំពេញបងប្អូនទាំងអស់គ្នាដោយព្រះវិញ្ញាណរបស់ព្រះអង្គនៅកន្លែងនេះក្តីបន្តិចទៀតនេះនៅកន្លែងនេះក្តីនៅផ្ទះក្តីក្នុងបន្ទប់ក្តីមួយទៀតរៀងរាល់ថ្ងៃសៅរ៍យើងអធិដ្ឋានជាមួយគ្នានៅកន្លែងបន្ទប់មួយនៅជាន់លើនៅទីនោះបងប្អូនអាចចង់ស្កប់បំពេញឲ្យព្រះបំពេញបងប្អូនគ្នាយើងអាចអធិដ្ឋានដល់បងប្អូនជួយបងប្អូនគ្នាជួយបងប្អូនគ្នាឲ្យទៅដល់កន្លែងមួយនោះអធិដ្ឋានជួយបងប្អូនទាំងអស់គ្នាតែអ្នកដែលជាមួយគឺព្រះយេស៊ូវបងយើងធ្វើការនោះនឹងបងប្អូនទេលោកយើងអធិដ្ឋានជាមួយគ្នាសូមគ្រប់ជួយបងប្អូនបានក្រោកឈរឡើងទាំងអស់គ្នាព្រះគម្ពីរប្រាប់ថាពីមុនខ្ញុំពុំស្គាល់ឋានៈលោកទេក៏ប៉ុន្តែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកធ្វើពិធីជាមួយទឹកទ្រង់មានបន្ទូលមកខ្ញុំថាអ្នកឃើញព្រះវិញ្ញាណយើងមកសន្ធិដ្ឋលឿនណាគឺនៅនោះហើយដែលធ្វើពិធីជាមួយក្នុងព្រះវិញ្ញាណដ៏វិសុទ្ធព្រះអង្គជាអ្នកជាមួយយើងទាំងអស់គ្នាខ្ញុំអធិដ្ឋានឲ្យព្រះយេស៊ូវគ្រីស្ទបានជាមួយបងប្អូនទាំងអស់គ្នានៅទីនេះដែរបំពេញបងប្អូនទាំងអស់គ្នានៅទីនេះដែរដោយព្រះវិញ្ញាណរបស់ព្រះដើម្បីទទួលប្រជាស្ដាដើម្បីធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវនៅស្រុកខ្មែរយើងមានមនុស្សជាច្រើនដែលត្រូវការព្រះហើយព្រះអង្គដាក់យើងមកទទួលខុសត្រូវលើប្រទេសជាតិរបស់យើងនឹងឯង Hallelujah ព្រះម្ចាស់ព្រះយេស៊ូវបងប្អូនបានបើកចិត្តបងប្អូនគ្នាសារភាពលន់តួនៅចំពោះព្រះអង្គបន្តិចជាមួយគ្នាអនុញ្ញាតឲ្យព្រះយេស៊ូវព្រះអង្គបានបំពេញបងប្អូនទាំងអស់គ្នាដោយព្រះវិញ្ញាណរបស់ព្រះអង្គពេលទៅផ្ទះវិញក្តីបើកមាត់យើងនិយាយមិនអាចទទួលបានបើសិនតែយើងបិទមាត់គឺដូចជាបិទចិត្តដូចនោះឯងដូចតែគ្នាទេអ្វីដែលពោពេញនៅក្នុងចិត្តនឹងនិយាយចេញមក
Hallelujah ព្រះម្ចាស់ព្រះយេស៊ូវហើយទុំគុំអធិដ្ឋាននៅទីនេះដល់បងប្អូនប្រុសស្រីគ្រប់គ្នានៅទីនេះព្រះម្ចាស់ហើយបងមានបន្ទូលថាកាលណាព្រះវិញ្ញាណបរិសុទ្ធមកសន្ធិដ្ឋលើអ្នករាល់គ្នានោះអ្នករាល់គ្នានឹងបានប្រជេស្តាហើយធ្វើបន្ទាល់ពីខ្ញុំព្រះម្ចាស់ព្រះយេស៊ូវហើយបងប្រាប់ថាព្រះយេស៊ូវជាអ្នកជំមុជយើងខ្ញុំជាអ្នកជំមុជដល់អ្នកជឿក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវបិតាព្រះយេស៊ូវសូមជំមុជបងប្អូនគ្រប់គ្នានៅទីនេះបំពេញគ្រប់គ្នាបំពេញដល់ទូបង្គំនៅទីនេះដែរព្រះម្ចាស់ហើយដោយព្រះវិញ្ញាណរបស់ព្រះអង្គដើម្បីធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវ Hallelujah យើងទទួលព្រះអង្គឲ្យទទួលនៅព្រះនាមព្រះម្ចាស់ព្រះយេស៊ូវពេលឥឡូវនេះក្តីពេលក្រោយក្តីគេនឹងបានពេញដោយព្រះវិញ្ញាណដើម្បីធ្វើបន្ទាល់ពីព្រះម្ចាស់ព្រះយេស៊ូវព្រះអង្គទុំគុំអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គអរទានពរបងប្អូនអរគ្នាគួយចុះវិញបាន